យុទ្ធធរអាចនឹងមកយឺតតែវាមិនដែលខកខានឡើយកូណានជឿអ្នកគិតថាមានបណ្ណកម្មសិទ្ធិក្នុងដៃហើយនឹងឈ្នះមែនទេសត្វដែលជាប់អន្ទាក់គិតថាខ្លួនឯងខ្លាំងអញ្ចឹងខ្ញុំនឹងឲ្យវាឡើងខ្ពស់ជាងនេះទៀតពេលធ្លាក់ចុះមកទើបវាជាចាប់ខ្លាំងលោកអ្នកសារព័ត៌មានទាំងសូមស្ដាប់ការត្អូញត្អែចុងក្រោយរបស់ក្រុមហ៊ុនតូចតាចដែលជិតខ្សែធននេះដៃគូរបស់ខ្ញុំដោយសារតែមានលុយមានផ្ទះបានធ្វើបាបពួកយើងយ៉ាងព្រៃផ្សៃនាងប្រើអំណាចដើម្បីកេងចំណេញដោយសារតែខឹងរឿងច្បាប់ដាក់ទណ្ឌកម្មត្រឹមតែមួយយប់នាងបានដឹកជញ្ជូនឧបករណ៍សំខាន់ចេញពីក្រុមហ៊ុនអស់កូណានជឿខូខើណាស់មិនត្រឹមតែយកឧបករណ៍ទៅទេថែមទាំងបង្កប់កានីពួកយើងទៀតធ្វើឲ្យបុគ្គលិកដែលត្រូវចិញ្ចឹមគ្រួសារទាំងចាស់ទាំងក្មេងគ្មានប្រាក់ខែបើកសំបីតែមួយកាក់នាងចង់សម្លាប់ពួកយើងច្បាស់ណាស់ណានជឿតាត្រូវការឲ្យខ្ញុំជួយទេគ្រាន់តែមួយម៉ាត់ប៉ុណ្ណោះផ្នែកទំនាក់ទំនងសាធារណៈលុបព័ត៌មានអាក្រក់ទាំងនោះចេញក្នុងរយៈពេល10នាទីខ្ញុំនឹងរៀបចំសន្និសីទសារព័ត៌មានដើម្បីបកស្រាយរឿងនេះអរគុណលោកលូមិនបាច់ទេការលុបព័ត៌មានចោលនឹងធ្វើឲ្យមហាជនគិតថាខ្ញុំមានពិរុទ្ធប្រើអំណាចលុយដើម្បីសង្កត់គាត់យ៉ាងទៀតឥឡូវនេះព័ត៌មានមិនទាន់ល្បីខ្លាំងនៅឡើយទេខ្ញុំចង់ឲ្យគាត់សម្ដែងឲ្យអស់ចិត្តសិនអ្នកមានទំនុកចិត្តទេពិតជាមានលោកលូខ្ញុំចង់ឲ្យពេលដែលគាត់កំពុងល្បីខ្លាំងនិងមានមោទនភាពបំផុតឲ្យគាត់យកមុខមកឲ្យខ្ញុំទេឲ្យខ្លាំងតែម្ដងមានរឿងអីប្រព័ន្ធដាច់ហើយទៅប្រាប់ក្រុមបច្ចេកទេសទៅសួស្ដីអ្នកសារព័ត៌មានទាំងអស់គ្នាខ្ញុំឈ្មោះគូណានជឺគឺជាម្ចាស់ផ្ទះដែលគាត់ចោទថាជាអ្នកជញ្ជក់ឈាមនោះក្នុងពេលដែលគាត់បើកសន្និសីទសារព័ត៌មានខ្ញុំក៏មកចូលរួមដែរខ្ញុំនឹងបង្ហាញភស្តុតាងពិតឲ្យអ្នកទាំងអស់គ្នាបានឃើញទី1នេះគឺជាប្លង់កម្មសិទ្ធិផ្ទះនេះម្ចាស់កម្មសិទ្ធិគឺគូណានជឺទី2នេះគឺជាវិក្កយបត្រទិញឧបករណ៍ទំនើបរយៈពេល4ឆ្នាំមកនេះអ្នកដែលចំណាយលុយទាំងអស់គឺខ្ញុំគូណានជឺទី3នេះគឺជាកំណត់ត្រាទិន្នន័យពីប្រព័ន្ធនៅពេលព្រឹកគាត់បានចូលក្នុងប្រព័ន្ធផ្ទៃក្នុងហើយបានកាត់រូបភាពដែលខ្ញុំថតជាមួយកូនស្រីក្នុងកាមេរ៉ាសុវត្ថិភាពដើម្បីយកមកធ្វើជាភស្តុតាងคล้ายៗថាខ្ញុំលួចទ្រព្យសម្បត្តិទី4នេះគឺជាឯកសារដែលគាត់ជំពាក់លុយអ្នកគ្រប់គង4កន្លែងក្នុងរយៈពេលកន្លះឆ្នាំមកនេះពួកគេកំពុងត្រៀមប្តឹងគាត់ហើយសន្តិសុខទៅដកភ្លើងចេញភ្លាមចុងក្រោយអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថាតើយើងចាប់ដៃគូគ្នាដោយរបៀបណានេះមានវីដេអូច្បាស់សូមទស្សនានោះគឺជាការវិនិយោគខ្ចីលុយខ្ញុំទៅប្រាទុកថាជួយមិត្តភ័ក្តិឲ្យឆ្លងផុតគ្រាលំបាកថ្ងៃក្រោយបើក្រុមហ៊ុនចំណេញខ្ញុំនឹងចែកភាគហ៊ុនឲ្យមិនទាន់គ្រប់គ្រាន់អ្នកមានអ្វីចង់បកស្រាយចំពោះរឿងនេះទេតកតងនឹងការចោទប្រកាន់តើអ្នកមានអ្វីចង់បំភ្លឺទេសូមអបអរសាទរលោកស្រីពីពេលនេះទៅការងាររបស់ខ្ញុំគឺពឹងផ្អែកលើលោកលូបានខ្លាយជាដៃគូសហការម្នាក់មានគាត់ជួយធានាបើថ្ងៃដំបូងការកុំងកក់ទុកដល់ឆ្នាំក្រោយលោកលូកុំបារម្ភគុណភាពឧបករណ៍នឹងកាន់តែល្អជាងមុនពិបាកដឹងណាស់អូធ្វើការជាមួយលោកស្រីគូស្រួលចិត្តជាងពួកយើងបានមកនៅទីនេះពេញទំហឹងហើយបងលីវខ្ញុំរៀបចំកន្លែងអង្គុយទុកឲ្យអស់ហើយនៅតែច្បាប់ដើមធ្វើការយកសមត្ថភាពកុំចេះតែអែបអបផ្ទះវេទមន្តរបស់ម៉ាក់ត្រូវបានការពារហើយទីបំផុតខ្ញុំមានក្រុមការងារដែលស្អាតស្អំមួយលោកស្រីគូមានគេផ្ញើកន្ត្រកកម្មឲ្យអត់មានឈ្មោះអ្នកផ្ញើទេដើម្បីឲ្យការងារចប់សពគ្រប់ឈឹងយូហ៊ានចំណាយលុយដល់ទៅ3លានដេញថ្លៃយ៉ាងសាហាវគណៈកម្មការទាំងអស់គ្នាដើម្បីបង្ហាញពីតម្លៃវប្បធម៌យើងនឹងសាងសង់ស្ពានបុរាណសម័យសុងឡើងវិញក្រុមហ៊ុនយើងព្រមធ្វើក្នុងតម្លៃទាបជាងទីផ្សារ 40% ដើម្បីដណ្ដើមយកគម្រោងនេះយើងធ្វើដោយចិត្តស្រឡាញ់នាយកគូតម្លៃរបស់ពួកគេយើងប្រកួតមិនឈ្នះទេកុំតន់ទុកឲ្យគាត់សម្ដែងឲ្យចប់សិនឈឹងណានជឿចាំមើលថាឯងយកអ្វីមកប្រកួតជាមួយខ្ញុំគណៈកម្មការទាំងអស់គ្នាមុននឹងបង្ហាញគម្រោងរបស់ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាឃើញរបស់មួយនេះគម្រោងដែលអ្នកស្រីឈឹងទើបតែបង្ហាញមិញនេះគឺជាគម្រោងដែលខ្ញុំធ្លាប់វិតម្លៃកាលពី3ឆ្នាំមុនថាវាចំណាយខ្ពស់ហួសហេតុនិងមានហានិភ័យសុវត្ថិភាពខ្ពស់ខ្ញុំបានបដិសេធនិងបោះចោលវាទៅក្នុងធុងសម្រាមរួចហើយអ្នកស្រីឈឹងយកទៅប្រើក៏ហីចុះតែគួរឲ្យស្ដាយសូម្បីតែទំព័រទី3បន្ទាត់ទី6ដែលសរសេរខុសពីសម័យសុងទៅជាសម័យចុងគាត់ក៏មិនបានកែដែរមិនអាចទៅរួចទេលោកម្ចាស់កុំជឿសម្ដីគាត់នេះគឺជាស្នាដៃដែលពួកយើងខំធ្វើទាំងយកទាំងវាជាទ្រព្យសម្បត្តិក្រុមហ៊ុនខ្ញុំយកមកប្រើគឺស្របច្បាប់
Chân dù anh mình trâm tại khoa chấm này đăng vị trí chỉ vẽ tệ. Thêm tiền khoa vị thi sát vừa cả tiệt. Xôm cô rục cân nạ cam ca cùng rong sang song chẹt đầy một nít chấm này thà vì ca tràn nè. Hai ca cướp rong phần lử thầm chiết có miên chấm này khoa khát hôn ngồi đại. Chấm này cùng rong thayរបស់ក្រុមហ៊ុន Nang Visual គឺលោកចៅការសាងសង់ដែលចំណាយច្រើននឹងស្មុគស្មាញចោលដោយប្រើបច្ចេកវិទ្យា Unreal Engine និងអេក្រង់ LED វិញមិនត្រឹមតែអាចគ្រប់គ្រងកម្រិតពន្លឺបានយ៉ាងល្អថែមទាំងអាចបង្ហាញទម្រង់សម័យបានយ៉ាងត្រឹមត្រូវហើយថាវិការវិញគឺទៀបជាងគម្រោងចាស់ដល់ទៅ20គាត់លួចយកឯកសារសម្ងាត់ក្រុមហ៊ុនគួរឲ្យស្ដាយគម្រោងនេះខ្ញុំបង្កើតដោយខ្លួនឯងបន្ទាប់ពីលាលែងពីការងារហើយខ្ញុំក៏បានចុះបញ្ជីកម្មសិទ្ធិបញ្ញារួចរាល់អស់ហើយដែរហាថ្នាក់ដឹកនាំបានប្រកាសភ្លាមថាក្រុមហ៊ុន Nang Visual ទទួលបានការគាំទ្រទាំងស្រុងខ្ញុំយល់ពីក្រសែភ្នែកនោះហើយនរពិតប្រាកដសម្រាប់ក្រុមហ៊ុន Chengyo ទើបតែចាប់ផ្ដើមប៉ុណ្ណោះមនុស្សល្ងងគ្មានប្រយោជន៍ខ្ញុំចំណាយលុយ3លានដើម្បីជួយឯងគឺឲ្យឯងទៅដណ្ដើមយកការងារលទ្ធផលគឺឯងយកក្រដាសចាស់កាលពី3ឆ្នាំមុនទៅធ្វើឲ្យខ្ញុំអាម៉ាស់មុខមាត់ខ្ញុំត្រូវឯងធ្វើឲ្យបាត់បង់អស់ហើយលោកយ៉ាវសូមស្ដាប់ខ្ញុំបកស្រាយសិនគឺនាងកេណែនឆៃតេដែលលេងល្បិចដាក់ខ្ញុំសូមលោកផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតខ្ញុំប្រកាសជាអាចផ្ដល់ឱកាសឲ្យឯងមានអ្វីមកឲ្យខ្ញុំជឿទិញថ្លៃបរាជ័យបែបនេះគេឈ្មោះក្រុមហ៊ុនឯងគឺចប់ហើយឥឡូវខ្ញុំទើបតែយល់តាមពិតក្រុមហ៊ុន Chengyo គ្រាន់តែជាសម្បកក្រៅប៉ុណ្ណោះបើគ្មានកេណែនជាឯងមិនមែនជាអ្វីទាំងអស់តាក់ទងផ្នែកច្បាប់ភ្លាមដោយចោទប្រកាន់ពីបទច្បោកហើយលោកចោលកិច្ចព្រមព្រៀងវិនិយោគភ្លាមមិនត្រឹមតែប៉ុណ្ណោះត្រូវដាក់ពាក្យទៅតុលាការដើម្បីរក្សាទុកទ្រព្យសម្បត្តិយកលុយ3លាននោះទាំងដើមទាំងការបង្កប់ទុកក្នុងកណ្ដីរបស់ខ្វះមួយសេនក៏ខ្ញុំមិនលើកលែងឲ្យដែរការដកទុននិងការបង្កប់ទ្រព្យសម្បត្តិរបស់លោកយ៉ាវមេញ៉ួនគឺជាចម្បាំងចុងក្រោយដែលធ្វើឲ្យគាត់ដួលរលំថងសេនទៅណាហើយសូមទោសលេខដែលអ្នកហៅមិនអាចតាក់ទងបានទេលោកឆេងគុំរកទៀតអីតើស៊ីនគេរត់ចោលផ្ទះតាំងពីម្សិលមិញមកម្លេះមុននឹងទៅគេថែមទាំងលួចលុយក្នុងទូដែកទៅទៀតលុយបំរុង 30,000 យ៉នចុងក្រោយគេថាជាសំណងជំងឺចិត្តរបស់គេឆឹងអ៊ីនេះជាដីកាសម្រេចរឿងខ្សែធនរបស់ក្រុមហ៊ុនអ្នកសូមទទួលយកវាទៅតុលាការសូមប្រកាសសាលក្រមតើសៀនបានក្លែងបន្លំផុសតាំងនិងកេងប្រវ័ញ្ចលុយក្រុមហ៊ុនត្រូវទទួលទោសតាមច្បាប់ពេលនេះយើងសម្រេចឃុំខ្លួនឆឹងអ៊ីជាបណ្ដោះអាសន្នត្រូវសងសំណងដល់ដើមបណ្ដឹងសរុប4លានយ៉នត្រូវតែសងឲ្យចប់ក្នុងរយៈពេល15ថ្ងៃដោយសារតែអ្នកមានបំណុលច្រើននិងរឿងក្តីរំលោភកិច្ចសន្យាក្រុមហ៊ុនរបស់អ្នកត្រូវប្រកាសសក្តិធនជាផ្លូវការគ្មានទ្រព្យសម្បត្តិអ្វីសម្រាប់ដោះស្រាយបំណុលឡើយតុលាការសូមប្រកាសថាឆឹងអ៊ីត្រូវបានដាក់ក្នុងបញ្ជីខ្មៅនៃអ្នកមិនគោរពកិច្ចសន្យាទីបំផុតសម្រាមទាំងនេះត្រូវបានកម្ចាត់ចោលហើយបោះចូលធុងសម្រាមឲ្យអស់មានអារម្មណ៍ថាស្រឡះល្អណាស់គូណានខ្ញុំខុសហើយខ្ញុំដឹងថាខ្ញុំខុសហើយពិតមែនសូមមេត្តាឃើញដល់យើងធ្លាប់រៀនជាមួយគ្នានៅសាកលវិទ្យាល័យឃើញដល់ការខិតខំកន្លងមកសូមផ្ដល់ផ្លូវឲ្យខ្ញុំរួចផង4លានយ៉ននោះខ្ញុំគ្មានលទ្ធភាពសង់ទេឆឹងអ៊ីមនុស្សពេញវ័យត្រូវតែទទួលខុសត្រូវលើភាពលោភលន់របស់ខ្លួនច្បាប់បានកាត់សេចក្តីរួចហើយខ្ញុំទទួលស្គាល់តែលទ្ធផលរបស់តុលាការប៉ុណ្ណោះធ្វើអីហ្នឹងដល់ថ្នាក់ធ្វើកំពុកកូកាចង់ឲ្យភ្ញៀវរងចាំយូរប៉ុណ្ណាទីបើមិនចង់ធ្វើទេក៏ដោះឯកសណ្ឋានចេញទៅមើលអីទៀតប្រញាប់ទៅបម្រើភ្ញៀវទៅខ្ញុំសូមទោសលោកនាយកគូពេលដែលផ្លូវកាត់មិនអាចទៅរួចត្រូវចាំថាត្រូវដើរដោយជើងខ្លួនឯងហើយខំធ្វើការឲ្យល្អ5000យ៉ននេះវាគ្រាន់តែជាទឹកមួយកែវជិះលើភ្លើងឆេះព្រៃប៉ុន្តែនេះគឺជាប្រាក់ចំណូលស្របច្បាប់ដំបូងក្នុងរយៈពេល1ឆ្នាំមកនេះលោកម្ចាស់ហាងនេះលុយ 8809 យ៉នអេជួយលើកប្រអប់ការពាររំញនោះមកប្រយ័ត្នណារបស់មានតម្លៃណាស់លោកនាយកគូលោកធ្លាប់បង្រៀនខ្ញុំថាការរៀបចំភ្លើងត្រូវចាប់ផ្ដើមពីកន្លែងដែលងឹតបំផុត
ឥឡូវនេះដឹងឬនៅថាចង្គៀងនឹងជើងទៅមកទាំងនោះវាធ្ងន់ប៉ុណ្ណា ចង់បានម៉ូតូ G តែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ Chaimet Moto ទំនាក់ទំនងទូរស័ព្ទលេខ015 580 541